ជាសួរបងប្អូនទាំងគ្នាថ្ងៃនេះមកណែនាំបងប្អូនឲ្យស្គាល់ប្រូក្រាមមួយទៀតបងប្អូនណានេះប្រូក្រាមនេះបងប្អូន Team Viewer ណាអា Team Viewer នេះវាល្អមែនបងប្អូនល្អដោយថាបងប្អូនណាដែលប្រើកុំព្យូទ័រដោយបងប្អូនអត់ចេះប្រើកុំព្យូទ័រអត់ចេះនេះបងប្អូនអាចload អានេះណាload អាប្រូក្រាមនេះណាបងប្អូននេះប្រូក្រាមនេះបងប្អូនloadដាក់ក្នុងគ្រឿងបងប្អូនហើយបងប្អូនដូចថាមិនចេះសេរីអា digital នេះបងគេហៅស្អីបងនេះ Direct ឬក៏ពួកផ្សេងទៀតបងប្អូនតាក់ទងនឹងកុំព្យូទ័រណាមិនចេះ load មិនចេះប្រើប្រាស់មិនចេះស្អីមិនចេះវាយអក្សរមិនចេះអីនិយាយច្រើនឥឡូវខ្ញុំនិយាយថ្ងៃនេះគឺនិយាយថាយើងកំណត់ preset ពួកនេះពួក direct នេះ direct ពួក cross digital ឬក៏ mixer digital ណាដែលតាក់ទងនឹងយើងប្រើកុំព្យូទ័រណាបងប្អូនណាអត់ចេះប្រើខ្លួនឯងបងប្អូនអាច load ប្រូក្រាមនេះណាឲ្យមានអ៊ីនធឺណិតមកបងប្អូន load ប្រូក្រាមនេះមកបងប្អូនបើកឲ្យបងប្អូនប្រាប់លេខកូដខ្ញុំមកខ្ញុំដាក់ឲ្យបងប្អូនមើលណាដាក់ឲ្យបងប្អូនមើលដល់ពេលនេះបងគាត់ក៏អង្គុយមើលអាកញ្ចក់អេក្រង់របស់គាត់តែខ្ញុំនេះបជាទោះបីខ្ញុំនៅអាមេរិកកាំងខ្ញុំនៅប្រទេសណាក៏ដោយខ្ញុំអាចបជាបោះបងប្អូនបានពីចម្ងាយណានិយាយថាយើងបញ្ជាពីចម្ងាយបានប្រើ remote ពីចម្ងាយណានេះគឺប្រូក្រាមរបស់វាយើងត្រូវ load មកជាប់គ្រឿងនេះសិនឥឡូវវិធី load ក៏មានអីបងប្អូននេះក៏វាយអក្សរមកនេះ Team Viewer នេះបងប្អូននេះវាយអក្សរនេះបងប្អូន Team Viewer រួចក៏ចុចវាយទៅនេះហើយក៏ចុច enter ទៅបងប្អូនណាចុច enter មកខាងលើនេះបងប្អូនចុចយកលើគេនេះចុចពឹងមកដល់ពេលយើង load បានមកហើយបងប្អូនដល់ពេលយើង load បានមកហើយគឺបានរូបរាងយើងមក install វាហើយ install វានេះគឺរូបរាងវាដល់បានរូបរាងមកចេះហើយយើងក៏បើកទៅចុចបើកបងប្អូននេះចុចណាបងប្អូនចុចបើកដែរណាគេបងប្អូនដល់ពេលបងប្អូនចុចបើកមកវាប្រាប់លេខទាំងអស់ហ្នឹងនេះអានេះលេខរបស់ខ្ញុំលេខកុំព្យូទ័ររបស់ខ្ញុំហើយបងប្អូនប្រាប់អាលេខនេះឬក៏បងប្អូនថតផ្ញើតាម Messenger តាមស្អីក៏បានដែររួចសំខាន់គឺលេខកូដនេះបងប្អូននេះលេខកូដនេះលេខកូដនេះណោះយើងបើកប្រូក្រាមម្ដងគឺវាបដូររហូតនេះលេខកូដអាលេខនេះអត់បដូរទេបងប្អូនលេខនេះអត់បដូរលេខនេះនៅរហូតនេះគឺអា viewer របស់ខ្ញុំនេះអា viewer របស់ខ្ញុំនេះគឺលេខID របស់វានេះគឺនៅចេះរហូតតែអា password នេះអាលេខរហ័សនេះគេហៅ password នេះអា password នេះប្រែប្រួលរហូតណាប្រែប្រួលរហូតឬបងប្អូនថតក៏បានបងប្អូនទៅសេប្រាប់ខ្ញុំក៏បានតែអក្សរទូចបងប្អូនត្រូវប្រាប់ផងដែរលេខកូដសំខាន់នេះបងប្អូនប្រាប់មកដល់ពេលនេះខ្ញុំគ្រប់គ្រងក្នុងពីផ្លូវឆ្ងាយឲ្យបងប្អូនបានណាដល់ខ្ញុំដាក់លេខរបស់បងប្អូននេះចូលមួយពឹបដាក់លេខpassword របស់បងប្អូនមួយពឹបណាអាម៉ៅដែលរត់នេះណារត់នៅកញ្ចក់បងប្អូនណានៅលើខ្ញុំនេះគ្រប់គ្រងដល់ខ្ញុំគ្រប់គ្រងខ្ញុំចង់ធ្វើអីក៏បានដែរខ្ញុំចង់ load ខ្ញុំចង់ទប់តែងស្អីក្នុងកុំព្យូទ័របងប្អូនបានទាំងអស់បានគ្រប់យ៉ាងទាំងអស់តែมันមានផ្លូវចិត្តទេណាគឺផ្លូវឆ្ងាយដូចថាខ្ញុំនៅអាមេរិកកាំងគិតនៅខ្មែរក៏ខ្ញុំអាចគ្រប់គ្រងបានខ្ញុំនៅថៃនៅចិននៅអូស្ត្រាលីអីនៅកូរ៉េខាងត្បូងអីក៏ខ្ញុំអាចគ្រប់គ្រងរបស់គាត់បានឲ្យតែគាត់បើក app នេះឲ្យប្រាប់ខ្ញុំហើយបងប្អូនដែលអត់ចេះប្រើកុំព្យូទ័រអីបើកតានេះមកប្រាប់តែលេខកូដខ្ញុំនេះមកខ្ញុំគ្រប់គ្រងកុំព្យូទ័ររបស់បងប្អូនហើយបងប្អូនបាច់ភ័យថាខ្លាចបាត់នេះបាត់នោះខ្លាចគេលួចយកនេះយកនោះអីបងប្អូនបាច់ទេបងប្អូនអង្គុយមើលនៅអេក្រង់បងប្អូនហើយបងប្អូនក៏អាចបញ្ជាបានដូចគ្នាមកបងប្អូនក៏អាចប្រើបានធម្មតាតែខ្ញុំបញ្ជាពីចម្ងាយថែមមកទៀតណានេះគឺអា Team Viewer នេះគឺសំខាន់បងប្អូននេះអាប្រូក្រាមនេះបងប្អូន load ទៅបងប្អូនណាចេះធ្វើ preset ពួក cross digital អីបងប្អូន load app របស់បងប្អូនទៅដូចរបស់ខ្ញុំអញ្ចឹងខ្ញុំ load ដូចរបស់ខ្ញុំអញ្ចឹងខ្ញុំ load របស់ខ្ញុំនេះ Devil PA2 នេះបងប្អូននេះគឺ program app របស់វាម្ល៉េះហើយខ្ញុំ load របស់ខ្ញុំមកខ្ញុំប្រើរបស់ខ្ញុំណាបងប្អូនប្រើ Malari ប្រើ DPX 260គាត់អីបងប្អូន load program បងប្អូនហើយដល់ពេលនេះ load អា program នេះមួយទៀតមកខ្ញុំនេះធ្វើឲ្យបងប្អូនណាហើយដល់ពេលនោះគាត់
យើងគិតគ្នាទៅថ្លៃទឹកដោះគោកាហ្វេតែងទូយកបងប្អូនតាមទឹកចិត្តបងប្អូនដែលបងប្អូនមានទឹកចិត្តថាចង់ជួយអីណាការខូចពេលវេលារបស់ខ្ញុំណាហើយคลิปនេះក៏មកណែនាំបងប្អូនឲ្យបងប្អូនស្គាល់ពីprogram បញ្ជាពីចងាយណា program បញ្ជាពីក្រៅគឺ program Team Viewer បងប្អូនលោតជាប់គ្រឿងបងប្អូនទៅបងប្អូនយកទៅប្រើការអីផ្សេងៗបានច្រើនបងប្អូនតាក់ទងកុំព្យូទ័រគឺបានច្រើនណាស់ណាហើយคลิปនេះក៏បងប្អូនណាមានចម្ងល់ក៏អាច comment ខាងក្រោមមកសាកសួរបានណាសាកសួរបានហើយចង់ឲ្យខ្ញុំធ្វើអីតាក់ទងនឹងកុំព្យូទ័ររបស់បងប្អូនក៏បងប្អូនលោតតាម program នេះមកហើយប្រាប់លេខកូដនិង ID របស់វាមកណាខ្ញុំអាចគ្រប់គ្រងពីចងាយបានហើយណាហើយคลิปនេះក៏សូមបញ្ចប់ត្រឹមនេះសូមជម្រាបលាទាំងអស់គ្នា